ខេបងប្អូនឥឡូវនេះពូដូគាត់រកបានគ្រាប់បាល់2គ្រាប់បន្ថែមទៀតហើយបងប្អូនក្នុងកំណត់ត្រា1000គ្រាប់របស់គាត់ហ្នឹងគឺប្រកាសជាបានហើយបងប្អូនមុននឹងគាត់បញ្ចប់អាជីពឬក៏ចូលនិវត្តន៍ពីអាជីពបាល់ទាត់ណានិយាយទៅពូដូពិតជាខ្ញីចាស់កាន់តែហិលមែនបងប្អូនគាត់តែងតែរកគ្រាប់បាល់បានជារឿយៗណាហើយនេះគឺជាឱកាសគ្រាប់បាល់ទី1របស់គាត់គឺសុទ្ធមួយជើងនេះស្អាតមែនទែនហើយលទ្ធផលយប់មិញគឺអាណាសឺយកឈ្នះទៅលើក្រុមអាហេឡាស់ក្នុងលទ្ធផល2-1គឺសងសឹកបានសម្រេចហើយទៅលើអាហេឡាស់ណាអញ្ចឹងអាណាសឺយប់មិញគេអែមហ่ะហើយពូដូនេះគាត់រកបាន2គ្រាប់ដោយគ្រាប់បាល់ទី2គឺគ្រាប់បាល់ពេនទីហើយកន្លែងនេះគឺជាការតែបតាមស្មើពីក្រុមអាហេឡាស់អញ្ចឹងមួយស្មើរវាងអាណាសឺជាមួយនឹងអាហេឡាស់ណាហើយកន្លែងនេះគឺជាឱកាសគ្រាប់បាល់យកជ័យជំនះទៅលើក្រុមអាហេឡាហើយបងប្អូនជាគ្រាប់បាល់ពេលនឹងទីរបស់ពូដូនិយាយទៅពូដូតែងតែរកគ្រាប់បាល់បានមិនគួរឲ្យជឿទេបងប្អូនមិនថាការប្រកួតក្នុងពានរង្វាន់ណាទេគឺពូដូតែងតែបំបីកំណត់ត្រាឲ្យយើងបានឃើញច្បាស់ក្នុងភ្នែក